ស្អាតម្លឹងអញ្ចឹងទេតើបានជាគេជញ្ជក់មាត់ចង់បានមិនឈប់សុំแสឲ្យពិភពលោកបានឃើញថាជារបស់ខ្មែរណាបងប្អូនខ្លងទ្វារដីឆ្នាំងចាប់ផ្ដើមចេញពណ៌បៃតងស្អាតដូចគំនូហាក់បីដូចជានៅភពផ្សេងរូបចម្លាក់ផអណ្ដែតឡើងញញឹមដូចមានវិញ្ញាណកំពុងតែរះអណ្ដែតហើយពិតជាព្រឺសម្បុរខ្លាំងណាស់មិនសរសើរគឺមិនបានតែម្ដងសម្រាប់ទឹកដីអច្ឆរិយៈប្រទេសកម្ពុជាដែលជាទឹកដីដ៏ស្រស់ស្អាតអស្ចារ្យគ្មានពីរសូម្បីតែពិភពលោកដែលបានមកលេងហើយក៏កោតស្ងប់ស្ងាយមិនដាច់ពីមាត់ព្រោះទឹកដីអង្គរឲ្យតែអ្នកណាបានតែលេងម្ដងហើយដឹងតែជាប់ចិត្តដកមិនរួចមិនថាបរទេសឬក៏ខ្មែរហាក់បីដូចជាយើងកំពុងតែអណ្ដែតខ្លួនស្ថិតនៅក្នុងភពផ្សេងដែលបានទៅដល់ដោយដែលយើងទាំងអស់គ្នាបានដឹងរួចហើយថាប្រទេសកម្ពុជាមានប្រាង្គប្រាសាទរាប់រយពាន់បន្សល់ទុកពីបុព្វបុរសខ្មែរដីសម្បូរទៅដោយធនធានធម្មជាតិរ៉ែព្រៃឈើធំអមដោយដីមានជីវជាតិអញ្ចឹងហើយបានជាគេចេះតែសម្លឹងមាត់ចង់បានទឹកដីខ្មែរមិនឈប់ព្រោះតែគេមិនមានដូចជាយើងយ៉ាងណាមិញបងវាយអារម្មណ៍បងប្អូនទាំងអស់គ្នាងាកមកទស្សនាទស្សនវិជ្ជាដ៏